បាទសួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះយើងមកបន្តមេរៀនរបស់យើងបន្តទៀតពីការប្រើប្រាស់ Google AdWords ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញពីរបៀបនៃការ promote channel YouTube ដើម្បីយក subscriber ទៅក្រៅប្រទេសឬក៏ viewer នៅក្រៅប្រទេសចឹងយើងដឹងហើយថាមិនថា YouTube ឬក៏ Facebook search engine ហើយឬក៏ suggest content ហ្នឹងគឺស្តៀងគ្នាអញ្ចឹងបានន័យថាបើសិនជាបងប្អូនទាំងអស់គ្នា promote វីដេអូ YouTube ឬក៏ channel YouTube របស់អ្នកទាំងអស់គ្នាទៅកាន់ប្រទេសណាមួយទៅតំបន់ណាមួយហើយviewer នៅតំបន់នោះបានមើលវីដេអូឬក៏បានមើល channel របស់បងប្អូនទាំងអស់គ្នាច្បាស់ណាស់បងប្អូនទាំងអស់គ្នានឹង post វីដេអូបន្តទៀតវានឹង alert បាទវានឹង alert ដល់ស្វ័យប្រវត្តិ content ហ្នឹង alert ដល់ស្វ័យប្រវត្តិទៅកាន់ viewer ចាស់ៗដែលធ្លាប់បានមើល channel របស់យើងចឹងកន្លងមកខ្ញុំឃើញបងប្អូនមួយចំនួនគាត់ប្រើប្រាស់ Google AdWords ប៉ុន្តែគាត់ promote វីដេអូរបស់គាត់ទៅក្រៅប្រទេសដើម្បីយក subscriber ឬក៏ viewer ប៉ុន្តែគាត់ធ្វើរៀងខុសបន្តិចចឹងខ្ញុំបង្ហាញពីរបៀបនៃការដែលគាត់ធ្វើកន្លងមកតើវាខុសយ៉ាងម៉េចទី1គាត់ប្រើ Google AdWords ហើយគាត់ create campaign គាត់យកត្រង់ចំណុច create a campaign without GDN នេះបន្ទាប់មកទៀតគាត់យកកន្លែងពាក្យ video ត្រង់ចំណុចកន្លែងពាក្យ video នេះយើងមើលថា reach viewer on YouTube and get conversion ចឹងបានន័យថានេះគឺសម្រាប់តែអ្នកលក់ឬក៏អ្នកប្រម៉ូទ brand នៅលើវីដេអូបងប្អូនទាំងអស់គ្នាទីហោថាគាត់មានផលិតផលកមួយគាត់ធ្វើជាវីដេអូហើយគាត់ប្រម៉ូទនៅលើ YouTube ចឹង YouTube វា suggest ទៅឲ្យអ្នកមើលឃើញវីដេអូជាប្រភេទ product conversion បាទអញ្ចឹងគេបានបញ្ជាក់ដែរ video view បានន័យថា get view and engagement from the people who are more likely to consider your product and brand ណាគេបានបញ្ជាក់ច្បាស់ហើយថានៅពេលណាដែលយើង promote ហើយយកតាមរយៈ video វិញហ្នឹងគឺធ្វើឲ្យអ្នកមើលឬក៏ audience របស់យើងហ្នឹងបានឃើញ video របស់យើងឬក៏ product របស់យើងឬក៏ brand របស់យើងហ្នឹង you only pay when someone choose to watch your ad your RDS can show a skippable in stream in feed and start RDS បានន័យថាយើងនឹងចំណាយលុយនៅពេលដែលមាននរណាម្នាក់មើលចំវីដេអូពាណិជ្ជកម្មរបស់យើងហើយពាណិជ្ជកម្មហ្នឹងគឺអ្នកមើលហ្នឹងគឺអាច skip បានហើយវាបង្ហាញនៅលើវីដេអូពេញ long វីដេអូ long ហើយនឹង feed ហើយនឹងវីដេអូ short បាទអញ្ចឹងនៅក្នុង YouTube វាមាន product ប៉ុណ្ណឹងអញ្ចឹងកន្លងមកបងប្អូនដែលប្រម៉ូទចង់បាន subscribe ចង់បាន viewer ដើម្បីឲ្យចូលមើល channel របស់យើងនៅថ្ងៃក្រោយដើម្បីឲ្យយើង grow audience ទៅកាន់ប្រទេសដែលមានតម្លៃថ្លៃនៅលើ click CPC សម្រាប់YouTube គឺយើងអត់ប្រម៉ូទតាមហ្នឹងទេតាមហ្នឹងគឺយើងប្រម៉ូទតែទៅលើ product ទេអញ្ចឹងតើគេប្រម៉ូទទៅលើ YouTube តាមណាបាទបើសិនជាអ្នកទាំងអស់គ្នាប្រម៉ូទទៅលើ product អូខេត្រូវត្រឹមត្រូវគឺប្រម៉ូទតាមហ្នឹងគឺត្រូវបាទប្រម៉ូទតាមហ្នឹងគឺត្រូវគឺអ្នកទាំងអស់គ្នាយក view បន្ទាប់មកទៀតយក video view ហើយចុចលើ next មកបាទត្រង់ចំណុចនេះជាឈ្មោះ campaign អញ្ចឹងយើងដាក់អីគេ RDS 2ចឹងមកបាទនេះត្រង់ចំណុចskippable in stream ad បាទហើយបន្ទាប់មកទៀត in feed RDS short RDS ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យវីដេអូ product របស់អ្នកទាំងអស់គ្នាបង្ហាញនៅលើផលិតផលរបស់ YouTube ទាំង3ហ្នឹងគឺយើងគ្រីសយកទាំង3ហ្នឹងគឺត្រូវបន្ទាប់មកទៀតកន្លែងនេះ campaign total តើយើងដាក់ប្រមាណយើងដាក់$50ឬក៏$500នៅក្នុង campaign របស់យើងហើយយើងដាក់ប្រមាណសប្តាហ៍បាទយើង start ចាប់ពីថ្ងៃណាថ្ងៃទី30ខែ4ហ្នឹងហើយយើងចង់ end ប្រមាណមួយខែបាទអញ្ចឹងយើងមើលថាតើ impression របស់យើងហ្នឹងមានចំនួនប្រមាណ 2B នៅក្នុងការប្រម៉ូទផលិតផល worldwide គឺ 2B បាទអាចមើលឃើញអាច impress ទៅលើវីដេអូរបស់យើងហើយ Bucket Daily គឺយើងចំណាយមួយថ្ងៃ$16.8នេះខ្ញុំនិយាយអំពីបងប្អូនទាំងអស់គ្នាដែលប្រម៉ូទលក់ផលិតផលតាមរយៈវីដេអូ YouTube តាមរយៈ Google AdWords គឺផលិតផលអ្នកទាំងអស់គ្នានឹងបង្ហាញនៅលើin stream បានហើយវីដេអូវែង feed បាទហើយនឹង short របស់ YouTube ហើយអ្នកទាំងអស់គ្នាចង់ target country គឺអាច target នៅចំណុចនេះបាននេះ all country បាទនៅពេលដែលអ្នកទាំងអស់គ្នា click all country វានឹងបង្ហាញ impression នៅក្នុងចំណុចនេះ40 billion impression បាទបានន័យថា
traffic របស់ Facebook សុំទោស traffic របស់ YouTube គឺមានច្រើនមែនតើបាទមានដល់ទៅ42 impression ហើយដល់បងប្អូនអ្នកទាំងអស់គ្នា target viral នៅក្នុងប្រទេសកម្ពុជាយើងគឺ 2B ហើយត្រង់ចំណុចនេះបើអ្នកទាំងអស់គ្នា target ទៅសហរដ្ឋអាមេរិកតែមួយគឺ42ដូចគ្នាបាទអញ្ចឹងជាចំណុចដែលអ្នកទាំងអស់គ្នាអាចជ្រើសរើសបាននេះខ្ញុំបង្ហាញសម្រាប់បងប្អូនទាំងអស់គ្នាដែល promote ទៅលើផលិតផលលក់ផលិតផលតាមវីដេអូជាប្រភេទវីដេអូលក់ផលិតផលចុះចំណែកបងប្អូនដែលចង់ promote channel YouTube ដើម្បីយក subscriber និង viewer តើធ្វើម៉េចបាទតោះចូលទៅកាន់ channel របស់ខ្ញុំទាំងអស់គ្នាបាទនេះជា channel របស់ខ្ញុំអញ្ចឹងបើសិនជាខ្ញុំចង់ promote វីដេអូណាមួយឬក៏ខ្ញុំចង់ promote channel របស់ខ្ញុំដើម្បីយក subscriber ឲ្យច្រើនបងប្អូនឃើញ subscriber ត្រង់ចំណុចនេះមិនមែន 2K.34 នេះមិនមែនជា subscriber ដែលខ្ញុំចាក់ទេសូមជម្រាបឲ្យច្បាស់គឺ subscriber ដែលខ្ញុំ promote វីដេអូមុនហើយខ្ញុំលុបចោលបាទខ្ញុំ promote ទៅក្រៅ subscriber ទាំងអស់ហ្នឹងស្ទើរតែ US ទាំងអស់ subscriber ទាំងអស់ហ្នឹងខ្ញុំ promote វាហើយរបៀប promote គឺបងប្អូនចូលទៅកាន់ channel បងប្អូនទាំងអស់គ្នាហើយបន្ទាប់មកទៀតបងប្អូនចូលទៅកាន់ YouTube Studio បាទបន្ទាប់ពីចូលមកកាន់ YouTube Studio ហើយបងប្អូនទាំងអស់គ្នាចូលមកកាន់ content បន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាចូលទៅយកពាក្យថា promotion បាទត្រង់ចំណុច promotion នេះបងប្អូនទាំងអស់គ្នាមើលត្រង់ចំណុចនេះបានន័យថា promote your channel and business on YouTube បាទអញ្ចឹងត្រង់ចំណុចនេះគេបានបញ្ជាក់ដែរគឺយើងនឹង get more subscriber បាទបន្តមកទៀតចុច start នៅក្នុង start បើសិនជាបងប្អូនទាំងអស់គ្នាមាន Google AdWords ហើយរបៀបបង្កើត Google AdWords ទៅមើលវីដេអូមុនរបស់ខ្ញុំបងប្អូនទាំងអស់គ្នាគ្រាន់តែជ្រើសរើស account Google AdWords ដែលបងប្អូនទាំងអស់គ្នាបានបំពេញត្រឹមត្រូវនឹងហើយគ្រីសលើវាហើយចុចលើ next បាទត្រង់ចំណុចនេះគេដាក់ថា get more subscription and view edition video on your channel បាទត្រង់ចំណុចនេះគេបានបញ្ជាក់យ៉ាងច្បាស់ថាយើងនឹងទទួលបាន subscriber ថ្មីហើយនិង viewer ថ្មីទៅតាមអ្វីដែលយើងចង់បាន target country តទៅទៀតយើងចុចលើ next បាទត្រង់ចំណុចនេះគេឲ្យយើង add វីដេអូណាដែលយើងចង់ promote អញ្ចឹងសម្រាប់វីដេអូត្រង់ចំណុចនេះខ្ញុំសូមជាបងប្អូនបើសិនជាបងប្អូនជាអ្នកធ្វើ YouTube សម្រាប់ទៅក្រៅប្រទេសឧទាហរណ៍ថាជា content សម្រាប់ទៅក្រៅប្រទេសសម្រាប់តម្រូវឲ្យបរទេសមើលដើម្បីបានលុយ click ថ្លៃ CPC ថ្លៃសម្រាប់បងប្អូនដែលចំណាយធនធានដើម្បីធ្វើ YouTube ឲ្យពេញដៃអញ្ចឹងច្បាស់ណាស់បងប្អូនច្បាស់ជាចង់បានឲ្យ rank ទៅក្រៅប្រទេសបាទអញ្ចឹងបងប្អូនត្រូវធ្វើវីដេអូឲ្យមាន engagement ខ្ពស់ហើយវីដេអូដែលមាន engagement ខ្ពស់យើងដឹងហើយថាជាប្រភេទវីដេអូដែលប្លែកហើយមើលទៅអ្នកផលិតមាតិកាយើងត្រូវដឹងថាធ្វើយ៉ាងម៉េចដើម្បីឲ្យវីដេអូរបស់យើងមាន engagement ខ្ពស់កាលណាយើងមើលខ្លួនឯងទៅថាល្អអ្នកផ្សេងក៏មើលមកថាល្អដូចគ្នាដែរអញ្ចឹងគេច្បាស់ជាមើលវីដេអូរបស់យើងហ្នឹងហើយជាចំណុចទាក់ទាញ engagement ខ្ពស់របស់ YouTube បាទអញ្ចឹងខ្ញុំ add វីដេអូមួយនេះចូលព្រោះវាហេតុអីបានខ្ញុំ add វាចូលដោយសារខ្ញុំដាក់ចំណងជើង title វាជាភាសាអង់គ្លេសសុទ្ធអញ្ចឹងខ្ញុំអាចជ្រើសរើសយកវាដើម្បី promote ចេញទៅក្រៅបានបាទបន្ទាប់ពីយើងជ្រើសរើសវីដេអូហើយវីដេអូរបស់យើងនឹងឡើងត្រង់ចំណុចនេះហើយកន្លែងនេះគឺទទួលបាន subscriber នៅពេលណាដែលវីដេអូយើងចាប់ផ្ដើម run នៅលើ Google AdWords ពេលគេឃើញឱកាស subscriber និងឱកាសមើលវីដេអូរបស់យើងវាមានច្រើនបាទហើយបន្តមកទៀតយើងចុចលើ next បាទតោះខ្ញុំបន្តមកក្នុង AdWords របស់ខ្ញុំមួយទៀតដោយសារ AdWords មិញវា error អញ្ចឹងខ្ញុំត្រង់ចំណុចដែលយើង add វីដេអូរួចហើយត្រង់ចំណុចកន្លែង target នេះគឺយើងអាចជ្រើសរើស target country ប្រទេសដែលយើងបាទប្រទេសដែលយើង target country ទៅដើម្បីឲ្យគេឃើញ channel វីដេអូឬក៏ដើម្បីទទួលបាន subscribe ពីប្រទេសទាំងអស់ហ្នឹងឧទាហរណ៍ថាខ្ញុំឧទាហរណ៍ថា3ប្រទេសហ្នឹងអញ្ចឹងនៅក្នុង3ប្រទេសហ្នឹងគឺខ្ញុំចង់បង្ហាញវីដេអូរបស់ខ្ញុំទៅកាន់3ប្រទេសហ្នឹងតើពេលយើងជ្រើសរើសប្រទេសរួចហើយយើងចុចលើនេះបាទ budget របស់យើងដាក់ប្រមាណ$200
ចឹងតើយើងទទួលបាន estimate impression ប្រមាណ 23 ទៅ 90k impression បាទហើយយើងចង់ឲ្យ add នឹង IT ប្រមាណថ្ងៃទី 14 ខែ 5 2025 ចឹងបានន័យថាយើង run កន្លះខែ add ហ្នឹងបាទបន្ទាប់មកទៀតយើងចុចលើពាក្យថា promote បាទបន្ទាប់ពីយើង promote ហើយយើងរងចាំកន្លែងនេះទៅជា status បាទយើងរងចាំកន្លែងនេះទៅជា status ដើម្បីឲ្យ Google AdWords វា approve បាទអញ្ចឹងនៅពេលណាដែល Google AdWords វាចាប់ផ្ដើមបញ្ជូន traffic របស់យើងវានឹងបង្ហាញ status ឡើងនេះហើយតម្លៃវាកាត់ឡើងនេះបាទហើយ promotion impress អីហ្នឹងគឺវាបង្ហាញនៅត្រង់ចំណុចនេះទាំងអស់អញ្ចឹងបានជាខ្ញុំដូរមកកាន់ channel នេះដោយសារAdWords របស់ខ្ញុំមួយនេះអត់ទាន់ add payment ចូលអញ្ចឹងទៅវាទាមទារឲ្យយើង add payment method ចូលហើយចំណែកតែ AdWords នេះគឺយើង add ហើយអញ្ចឹងគឺយើងអាច promote បានធម្មតាបើយើងចង់ promote បន្ថែមទៀតយើងចុចលើពាក្យថា add new promote អញ្ចឹងបាទបើសិនជាបងប្អូនទាំងអស់គ្នាមានចម្ងល់ត្រង់ចំណុចណានៃការប្រើប្រាស់ Google AdWords ឬក៏ការ promote ជាមួយនឹង website ឬក៏ YouTube ហ្នឹងគឺអាច comment នៅខាងក្រោមបានខ្ញុំនឹងព្យាយាមឆ្លើយគ្រប់ comment បងប្អូនទាំងអស់គ្នាសូមអរគុណហើយសូមកុំភ្លេចជួយ subscriber ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតអរគុណ